តែហ៊ានរីហាណាឲ្យគេប្តីថាមួយខែជះលុយឲ្យចាយ$30,000មកស្មោះនឹងខ្លួនខ្វល់ពីខ្លួនប៉ុណ្ណឹងធ្វើមិនបានផ្ទុះវីដេអូមានគេលួចថតបានថារីហាណានឹងប្តីដែលជាតារារ៉េបអាសាប់រ៉ូគីឆ្លោះគ្នាក្នុងឡានបន្ទាប់ពីចេញពីកម្មវិធី Met Gala អ្នកគ្រប់គ្រងជាច្រើនស្មានថាអ្នកទាំងពីរអាចឆ្លោះគ្នាព្រោះតែពេលនោះរីហាណាកំពុងផ្ដល់បទសម្ភាសន៍តែខាងប្រុសឯណោះកំពុងស្និទ្ធស្នាលជាមួយស្រីនៅពីក្រោយតែម្ដងមិនបង្អង់យូរទេរីហាណាក៏ live រៀបរាប់ឲ្យមហាជនអស់មន្ទិលសង្ស័យថាប្តីខ្ញុំថ្លើមធំណាស់ហ៊ានញ៉ាយស្រីមិនស្គាល់មុខម្នាក់នៅពីក្រោយខ្ញុំតែម្ដងទោះបីជាខ្ញុំកំពុងនិយាយជាមួយអ្នកផ្សេងក៏ពិតមែនតែខ្ញុំឮផ្ទាល់ត្រជាក់គឺគាត់ហ៊ានទៅសរសើរស្រីនោះថាស្អាតនឹងឲ្យនាងនោះឆាតទៅតាម Instagram ទៀតខ្ញុំមានអារម្មណ៍ថាគាត់គ្មានគោរពខ្ញុំជាប្រពន្ធឬជាម្ដាយកូនគាត់អីបន្តិចនៅពេលឡើងឡានទៅផ្ទះខ្ញុំសួរគាត់ពីម្នាក់ស្រីនោះស្រាប់តែគាត់ច្រឡោតតោងមិនខ្ចីឆ្លើយអ្វីទាំងអស់ខ្ញុំខឹងក៏ទាស់សម្ដីគ្នាដោយវីដេអូគ្រប់គ្នាឃើញនោះឯងឆ្លៀតឱកាសក៏ហែកបន្តិចឲ្យមហាជនដឹងឮថាខ្ញុំខកចិត្តណាស់ព្រោះមួយខែខ្ញុំឲ្យលុយគាត់ចាយ$30,000ហើយខ្វាយខ្វល់ពីគាត់គ្រប់សពបែបយ៉ាងការងារគាត់មានតែមួយទេគឺស្មោះនឹងខ្ញុំរីហាណាគឺជាសេដ្ឋីនីមានទ្រព្យសម្បត្តិវ៉ាលៀនដោយសារនាងជាតារាចម្រៀងល្បីរកលុយបានច្រើនច្រកតាមខុនសាតផងចេញអាល់ប៊ុមផងអ្វីដែលសំខាន់គឺនាងជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងលំដាប់ពិភពលោក Fenty Beauty ប្រវត្តិស្នេហានាងគឺជូរចត់មិនធម្មតាទេអតីតស្នេហ៍ពីមុនធ្លាប់ប្រើអំពើហិង្សាដាក់នាងដូច្នេះអ្វីដែលនាងចង់បានគឺមនុស្សដែលស្រឡាញ់នាងនិងយកចិត្តទុកដាក់ពីនាងពិតប្រាកដម្នាក់ប៉ុណ្ណោះ